ជំលុះព្រំដែនកម្ពុជាថៃបានធ្វើឲ្យប្រជាជនកម្ពុជាឃើញពីវីរភាពដ៏អស្ចារ្យរបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចធិបតីហ៊ុនម៉ាណែតព្រោះបើក្រឡេកថយក្រោយទៅមើលក្នុងប្រវត្តិសាស្ត្រយើងបានដឹងថាកម្ពុជាតែងតែមានទំនាស់ផ្ទៃក្នុងការដណ្ដើមអំណាចនិងការបែកបាក់ជាតិទើបបណ្ដាលឲ្យសៀមអាចឈ្លានពាននិងដាក់ប្រទេសខ្មែរស្ថិតក្រោមឥទ្ធិពលរបស់ខ្លួនព្រមទាំងបានដណ្ដើមយកទឹកដីខ្មែរអស់ជាច្រើនខេត្តថែមទៀតផងរហូតលេចមុខសម្ដេចតេជោចេញតស៊ូរំដោះប្រជាជនខ្មែរចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមឆ្នាំ1979ហើយឈានទៅបង្រួបបង្រួមទឹកដីក្រោមនយោបាយឈ្នះឈ្នះនៅឆ្នាំ1998ឆ្នាំ2008ដល់ឆ្នាំ2011សៀមបានឈ្លានពានក្នុងពេលដែលសម្ដេចតេជោនៅធ្វើជានាយករដ្ឋមន្ត្រីបន្តដឹកនាំដោយសម្ដេចបវរធិបតីហ៊ុនម៉ាណែតឆ្នាំ2025ថ្មីនេះថៃបានឈ្លានពានមកលើទឹកដីកម្ពុជាមួយម្ដងទៀតប៉ុន្តែពួកគេមិនអាចសូមបីដឹកនាំកងទ័ពឆ្លងបន្ទាត់ព្រំដែនបានកំថាឡើយមានចូលដល់រាជធានីភ្នំពេញក្រោមការដឹកនាំរបស់សម្ដេចទាំងពីរបាននាំឲ្យជាតិមានការបង្រួបបង្រួមក្រោមមលុបដឹកនាំតែមួយដែលទាំងនេះសុទ្ធតែជាសមិទ្ធផលនិងវីរភាពដ៏អស្ចារ្យរបស់សម្ដេចតេជោដែលជាបិតាស្ថាបនិកនិងប្រតិបត្តិការផ្ទាល់ក្នុងបេសកកម្មស្វែងរកសន្តិភាពនិងការផ្សះផ្សាជាតិជូនមាតុភូមិកម្ពុជានិងសម្ដេចធិបតីជានាយករដ្ឋមន្ត្រីបច្ចុប្បន្នប្រកបដោយថាមពលនិងទស្សនវិស័យច្បាស់លាស់ដែលធ្វើឲ្យកម្ពុជាបន្តរក្សាការពារបាននូវសន្តិភាពពេញលេញស្ថិរភាពនយោបាយការពារអធិបតេយ្យភាពជាតិនិងការអភិវឌ្ឍលើគ្រប់វិស័យ